អូនមុនមានផ្ទៃពោះអូនអាចអត់មានតំណងផ្អែមទេតែចាប់ដើមមានកូនអូនអាចឈឺពេលតំណងនឹងតែម្ដងដែលការកូនហើយជាទៅវិញបាត់អញ្ចឹងណាចាតែវាអាចនឹងមានអត់ជាអត់ណាគ្រូមានដូចគ្នាមានកតមានអាចជាអ្នកជឿមួយចំនួនគាត់បន្ទាប់ពីគាត់សម្រាលកូនហើយក៏គាត់អាចនៅបន្តឈឺតទៀតអញ្ចឹងបានជាបន្ទាប់ពីសម្រាលហើយគេត្រូវឆែកមើលជាតិស្ករនឹងឡើងវិញមួយខែកន្លះក្រោយតើវាត្រឡប់មកធម្មតាវិញនៅអញ្ចឹងណាតែយ៉ាងហើយយើងដឹងតន់យើងព្យាបាលប៉ុស្តន់កូនយើងអត់រងផលប៉ះពាល់នៃជំងឺដែលអ្នកគួរនិយាយមិញហ្នឹងទេចាចឹងជំងឺចង់និយាយថាសម្រាប់អ្នកទឹកនោមផ្អែមហ្នឹងវាអាចធ្វើឲ្យកូននៅក្នុងពោះហ្នឹងគាត់មានជំងឺទឹកនោមផ្អែមហ្នឹងដែរឬមួយក៏មិនដែរអាចអូនអាចនៅពេលដែលម្ដាយអត់ដឹងថាខ្លួនឯងមានជំងឺហ្នឹងហើយគាត់អត់មានរោគសញ្ញាអីហើយគាត់អត់បានឆែកសុខភាពទៀតអញ្ចឹងកូនអាចមាននៅពេលដែលមានពេលដែលគាត់កើតមកគាត់អាចកើតជំងឺហ្នឹងតាំងពីពេលកើតតែម្ដងនឹងបើគាត់សំណាងនឹងគាត់ថាសំណាងទៀតណាពីព្រោះបើសិនជាអ្នកដែលគាត់អាផតមែនតើអាចស្លាប់ក្នុងពោះមានន័យថាមើលអេកូឃើញកូនធំថ្លោះអីអញ្ចឹងទឹកភ្លោះច្រើនអីអញ្ចឹងអ្នកខ្លះក៏អត់ដឹងទេគាត់គិតថាកូនធំទលុកទលុនល្អកើតកូន4គីឡូចេញមកស្បែកអីឡើងស្អាតបើគាត់សំណាងកូនក៏អត់អីតែបើគាត់អាផតកូននឹងអាចស្លាប់តាំងក្នុងពោះទាំងរូបរាងទលុកទលុនអញ្ចឹងហើយទៅអ្នកគ្រូចង់បញ្ជាក់ថាជឿទឹកនោមផ្អែមនេះស្ងប់ស្ងាត់ណាស់អត់អាចឲ្យយើងគិតថាអូខ្ញុំអត់ធ្វើទុកអីផងខ្ញុំអត់ធ្វើតេស្តអត់បានទេដោយសារតែវាសង្ងំនៅក្នុងខ្លួនយើងហើយវាប៉ះទៅលើកូនយើងតែម្ដងចាចឹងអ្នកគ្រូសម្រាប់ត្រីមេទី1ហ្នឹងណាបើសិនជាឧទាហរណ៍ថាយើងតេស្តទៅយើងឃើញថាយើងមានជំងឺអីមួយតែជំងឺទាំងអស់ហ្នឹងសុទ្ធតែអាចព្យាបាលបានឬក៏មិនដែរចាភាគច្រើនគឺព្យាបាលបានកែឲ្យតាន់ដោយទឹកនោមផ្អែមអញ្ចឹងជួបជាមួយគ្រូពេទ្យទឹកនោមផ្អែមហើយកែទៅលើជាតិស្ករហ្នឹងបន្ទាប់មកទៀតជំងឺមួយចំនួនព្យាបាលដោយថ្នាំជំងឺមួយចំនួនអត់ព្យាបាលបានប៉ុន្តែយើងដឹងពីវិធីថាធ្វើម៉េចកុំឲ្យកូនយើងធ្ងន់ធ្ងរពីព្រោះរឿងខ្លះយើងទប់អត់បានទេពេលទម្ងន់ណាអូនពេលទម្ងន់យើងអត់អាចដឹងថាអ្នកគ្រូធ្វើម៉េចទៅឲ្យខ្ញុំជៀសពីជំងឺហ្មងអត់បានទេយើងជាអ្នកជំងឺជាគ្រូពេទ្យមានឱកាសក្នុងការចាប់មើលថាជំងឺនេះវាប្រងទៅណាវាប្រងធ្ងន់ឬក៏ប្រងអីដើម្បីយើងអន្តរាគមន៍ឲ្យតាន់ដើម្បីធ្វើម៉េចឲ្យតាម៉ែកូន2នាក់ហ្នឹងសុខសប្បាយកុំឲ្យផ្ដល់ផលប៉ះពាល់ខ្លាំងអញ្ចឹងពេលខ្លះមើលអត់ជាទេប៉ុន្តែជួយអ្នកជំងឺតាន់ធ្វើឲ្យកូនអត់គ្រោះថ្នាក់ម៉ែអត់គ្រោះថ្នាក់ចាចុះជំងឺណាដែលយើងគិតថាយើងអត់អាចព្យាបាលបានជំងឺដែលអាចព្យាបាលបានសម្រាប់ពេលមានផ្ទៃពោះហើយឧទាហរណ៍ដូចពោះតាឡាសេមីនៅពេលដែលជំងឺដែលម្ដាយមានគ្រាប់ឈាមតូចខុសប្រក្រតីអីចឹងណាអញ្ចឹងយើងដឹងប៉ុន្តែយើងអាចទៅព្យាបាលឲ្យជាពេលហ្នឹងទេព្រោះវាជាជំងឺដែលតាក់ទងមួយ genetic របស់ម្ដាយតែម្ដងអញ្ចឹងណាហើយឧទាហរណ៍ដូច virus មួយចំនួនឧទាហរណ៍ CMV ជាប្រភេទ virus ដែលវាឆ្លងទៅក្នុងខ្លួនយើងហើយបង្កបញ្ហាក៏យើងអត់មានថ្នាំនៅក្នុងការព្យាបាលដូចគ្នា CMV នេះជាជំងឺអីគេដែរនេះជា virus ដែលវាឆ្លងតាមរយៈរបបអាហារដែលយើងញ៉ាំទៅណាឈ្មោះវា cytomegalovirus អញ្ចឹងទៅដែលវាអាចបង្កបញ្ហាទៅសរីរាង្គខាងក្នុងរបស់ទារកចាឧទាហរណ៍ថាដូចជាកូនយើងមានព្រោះអីដែលខ្ញុំចាំថានៅពេលដែលដំបូងក៏យើងមានដូចជាតេស្តទៅលើ Down syndrome ដែរអាហ្នឹងក៏យើងអត់អាចកែប្រែបានចា Down syndrome យើងមើលដើម្បីឲ្យយើងរៀបគម្រោងឲ្យជាក់លាក់សម្រាប់កូនយើងពីព្រោះអីជាជំងឺដែលប៉ះទៅដល់ឫសគល់នៃកូនយើង DNA របស់កូនយើងតែម្ដងហើយអ្នកគ្រូសូមបញ្ជាក់ Down syndrome មិនមែនជំងឺតំណពោះទៀតមិនដូចតាឡាសេមីទេតាឡាសេមីជំងឺគ្រាប់ឈាមមែនទេមានន័យថាបើម្ដាយឈឺឪពុកឈឺពេលដែលមានកូនអាចប្រឈមមួយការឈឺអាហ្នឹងគេហៅជំងឺតំណពូជដោយសារតែកូនរបស់យើងកើតពីមួយជ្រុង DNA របស់ម្ដាយមួយជ្រុង DNA របស់ឪអញ្ចឹងអាហ្នឹងគេហៅជំងឺតំណពូជតែវាកើតនៅលើ DNA របស់មនុស្សនឹងដូចគ្នាតែដល់ដោនសង្សារមិនមែនអញ្ចឹងទៀតឪពុកម្ដាយអត់មានអីសោះស្អាតចេះអត់មានពូជកើតជំងឺនឹងទៀតប៉ុន្តែវាអាចមកពីជីដូនជីតាអត់ទេជំងឺចាអត់ទេជំងឺដោនសង្សារអត់តាក់ទងមួយតំណពូជទេគឺមានតែធ្វើម៉េចទេដឹងឲ្យលឿនដើម្បីធ្វើម៉េចសម្រាប់ចិត្តឲ្យជាក់លាក់រវាងប្តីប្រពន្ធយើងដើម្បីឲ្យយើងដឹងថាតើយើងគួរធ្វើបែបណាមួយកូនយើងអញ្ចឹងទើបគេព្យាយាមផលិតតេស្តរាល់ថ្ងៃគេផលិតតេស្តរហូតដល់10អាទិត្យក៏គេមើលបានដែរហេតុអីនៅពេលដែលគាត់ដឹងតាន់តាំងពីកូនគាត់អាយុ10សប្តាហ៍អញ្ចឹងគាត់អាចគិតមួយម៉ែឪគាត់បានប្តីប្រពន្ធគាត់បានថាយើងអត់មានដោនសង្សារទេអញ្ចឹងយើងសប្បាយចិត្តថាកូនយើងអត់អីទេតែផ្ទុយទៅវិញបើយើងមានក៏វានៅជាការសម្រេចចិត្តរបស់ឪពុកម្ដាយដូចគ្នាថាតើយើងគួរធ្វើបែបណាមួយកូនយើងឪពុកម្ដាយខ្លះគាត់សម្រេចចិត្តថាទេទោះបីជាយ៉ាងណាខ្ញុំចិញ្ចឹមកូនខ្ញុំអញ្ចឹងគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុង9ខែរបស់គាត់នៅពេលកូនគាត់កើតមកទោះបីកូនគាត់ចេញមកមុខអត់ដូចគាត់មុខម៉ុងហ្គូលីពីការគាត់ត្រូវចិញ្ចឹមមកជីវិតក៏គាត់ត្រូវចិញ្ចឹមដែរដោយសារគាត់ដឹងអាហ្នឹងការត្រៀមខ្លួនតែផ្ទុយទៅវិញបើសិនជាយើងនិយាយត្រូវគ្នាមួយប្តីប្រពន្ធយើងសម្រេចចិត្តថាយើងអាចបន្តទៅមុខទៀតគឺមានតែការបញ្ចប់កូនប៉ុណ្ណោះដែលការបញ្ចប់កូននៅ10សប្តាហ៍វាអត់ដូចពេលដែលកូនយើងធំចេញដៃចេញជើងទេវាអញ្ចឹងណាអញ្ចឹងជំងឺហ្នឹងគឺជំងឺដែលព្យាបាលអត់ជាទេ
តែដឹងកាន់តែលឿនកាន់តែល្អដើម្បីឲ្យមានការសម្រេចចិត្តមួយជាក់លាក់ដើម្បីរៀបគម្រោងឲ្យកូនយើងថាយើងគួរចិញ្ចឹមកូនយើងបែបណាចា ហ្នឹងហើយអញ្ចឹងសំណួរនេះខ្ញុំគិតថាចេះក្រោយពេលដែល staff ហើយយើងនឹងដឹងថាតេស្តហ្នឹងវាល្អមែនតើមិនថាឲ្យតែពេលដែលយើងមានទង្រួនប៉ែតគេចេះតែចង់ឲ្យយើងមកខ្ញុំនិយាយចេះចោះព្រោះដោយសារខ្ញុំឆ្លងកាត់រួចហើយព្រោះដោយសារតែអស់ហ្នឹងវាអាចធ្វើឲ្យយើងដឹងពីខ្លួនយើងដឹងពីកូនហើយយើងអាចត្រៀមជាមួយនឹងស្ថានភាពសុខភាពផ្លូវចិត្តនិងផ្លូវកាយសម្រាប់កូនយើងបានដែរអញ្ចឹងណាអញ្ចឹងអានេះខ្ញុំសូមលើកទឹកចិត្តឲ្យម៉ាក់ទាំងអស់គ្នាហ្នឹងគាត់ចាំថាពេលដែលគាត់តេស្តដឹងថាគាត់មាន baby ហើយគឺគាត់មកប៉ែតហ្នឹងហើយមកជួបជាមួយអ្នកជំនាញដែលអាចជួយគាត់ដឹងពីស្ថានភាពសុខភាពរបស់គាត់ហើយនឹងកូនរបស់បានអញ្ចឹងអាហ្នឹងវាអាចសម្រាប់និយាយទៅវាល្អសម្រាប់ពេលដែលយើងត្រៀមចូលកូនឬមកក៏យើងនឹងចាប់ផ្ដើមថាបន្តជាមួយនឹងផ្ទៃពោះរបស់យើងតទៀតអញ្ចឹងចាជារួមការធ្វើតេស្តឈាមសម្រាប់មានផ្ទៃពោះវាមានដំណាក់កាលហើយមានគោលដៅយើងអាចមើលតេស្តមួយមុខហើយរាប់ថាខ្លួនយើងសុខភាពល្អរហូតទេព្រោះពីមួយខែទៅមួយខែពីមួយអាទិត្យទៅមួយអាទិត្យខ្លួនយើងដូររហូតដូចឯងការទាំងនោះឯងឃើញខែមុនដូចជាអត់សូវអញ្ចឹងហើយខែនេះស្រាប់តែចេញផ្លែកទៅអញ្ចេះអញ្ចឹងការផលិតឈាមដូចគ្នាមានតែគ្រូពេទ្យជំនាញទេទៅគាត់ដឹងថាតើគាត់មើលពេលណាហើយគាត់មើលក្នុងគោលបំណងអីអញ្ចឹងដូចអ្នកគ្រូរៀបរាប់មកអញ្ចឹងដល់ទៅនោះផ្អែមបានបន្តមកទៀតមានកពេញពោះកមានជំងឺឆ្លងមួយចំនួនទៀតអញ្ចឹងមើលអីឃើញហ្នឹងមិនមែនមើលថាម្ដងហ្នឹងគ្រប់មុខទេអញ្ចឹងទាមទារឲ្យអ្នកជំងឺគាត់យល់ថាតើគាត់ពិនិត្យសុខភាពហ្នឹងគាត់មើលលើអីខ្លះជំងឺអីខ្លះដែលគាត់បានឆែករួចហើយដើម្បីកុំឲ្យគាត់គេហៅថាអត់បារម្ភពេកអត់ខ្វល់ពេកពេលខ្លះក៏ខ្វល់ជ្រុលចាអញ្ចឹងណាហើយក៏គិតថាខ្ញុំមើលអស់លុយច្រើនណាស់ខ្ញុំមើលអស់ហើយកូនខ្ញុំស្អាតអស់ហើយអត់មានបញ្ហាអីទេមិនអញ្ចឹងទេជំងឺវិវត្តរហូតការមានផ្ទៃពោះអញ្ចឹងខែណាត្រូវមើលអីគ្រូពេទ្យទៅគាត់ដឹងថាត្រូវមើលអីហើយចេញរោគសញ្ញាអីបែបណាគឺគាត់ព្យាយាមធ្វើតេស្តអីដើម្បីរកឲ្យឃើញថាជំងឺនោះមានមែនឬអត់បើព្យាបាលអត់បានក៏គាត់ជួយអ្នកជំងឺឲ្យជៀសផុតពីភាពធ្ងន់ធ្ងរនៃជំងឺនឹងបានថ្ងៃចឹងអរគុណអ្នកគ្រូមែនតើចាសម្រាប់អ្នកគ្រូចំណាយពេលក្នុងវីដេអូនេះច្រើនដែរខ្ញុំសង្ឃឹមថាអ្វីដែលអ្នកគ្រូនិយាយនេះបែបអាចថាក្បោះក្បាយហ្មងព្រោះដោយសារសំណួរខ្លះខ្ញុំគិតថាវា viral នៅក្នុង Facebook ណាតែវាមានមតិជាច្រើនដែលយើងអត់ដឹងថាគួរតែជឿអ្នកណាអញ្ចឹងទៅខ្ញុំមកជួបមួយអ្នកគ្រូហើយសម្រាប់ចង់និយាយថាបកស្រាយជូនអ្នកទាំងអស់គ្នាហ្មងព្រោះដោយសារខ្ញុំជាក់ស្ដែងមានអ្នកគាត់មកសួរខ្ញុំច្រើនហើយខ្ញុំក៏ភ្លេចដែរខ្ញុំភ្លេចឥឡូវកូនទៅដល់8 9ខែខ្ញុំភ្លេចថាពេលដែលខ្ញុំតងូនដំបូងហ្នឹងខ្ញុំធ្វើអីគេខ្លះខ្ញុំភ្លេចមែនអញ្ចឹងមកជួបជាមួយអ្នកគ្រូតែម្ដងសូមរំខានអ្នកគ្រូអញ្ចឹងណាដើម្បីបកស្រាយច្បាស់ជូនអ្នកទាំងអស់គ្នាហើយកុំច្រឡំឲ្យខ្ញុំត្រៀមយកកូននេះមួយទៀតគឺអត់ទេគាត់ថាឥឡូវចង់ភ្លេចអស់ហើយអរគុណច្រើនអ្នកគ្រូចាអរគុណការចំណាយពេលវីដេអូអញ្ចឹងចាអរគុណ